ពេលភ្លៀងវាស្អាប់ខ្ចក់ស្អាប់អីចឹងបាទហ្នឹងបើពេលភ្លៀងបើមិនបិទសិនជាហ្នឹងវាស្អាប់ខ្ចក់ហើយអញ្ចឹងពេលភ្លៀងនេះយើងអត់បិទសិនជាទេគឺយើងបន្ថយទៅបើថាខ្ចក់ពេកអញ្ចឹងទៅយើងបន្ថយតែយើងបិទសិនជាគឺវាស្អាប់ខ្ចក់ឡើងរបស់យើងហើយបាទមិនទុំបាញ់យកដៃជួបយកផ្សែងជួបក៏វាមិនចេះដែរហ្នឹងបាទតោះតែបើសិនជាទៅវាស្មូតហើយយើងចុចកងតាក់ស្មូតពីមួយទៀតមកអាហ្នឹងស្មូតខ្ចក់ទាំងខ្ចក់មុខទាំងខ្ចក់ក្រោយអាហ្នឹងពេលភ្លៀងហើយគេព្រឹងចុចទៅចុចស្មូតខ្ចក់ទៅហើយយើងបើសិនជាហើយបន្ថយទាំងដាក់ជើងក៏បានដាក់មុខក៏បានដែរដាក់ជើងទាំងមុខបាទជើងផងមុខផងមកកាត់បន្ថយមកទៅជាពេកតែបើអញបាត់សិនជាខ្លាច់ជាអានឹងខ្ចក់ឡើងយើងវាស្អាតហើយមើលផ្លូវលេងឃើញគូថ្នាក់វិញហើយអានេះកងតាក់ជាប្រតាំងបាទអញ្ចឹងអានឹងពេលបាញ់ពេលភ្លៀងពេលមេឃភ្លៀងអាឡឹមបាទអានឹងយើងបើចង់បាញ់ទឹកលៀងខ្ចក់អីមកទាញចូលក្នុងចាប់ទាញចូលក្នុងមកកាច់មកកាច់ទាញចូលក្នុងមកនេះកាច់ចូលក្នុងយើងមកនេះទាញចូលក្នុងហ្នឹងបាញ់ទឹកឯងបានប្លែកដៃមកបាទអានេះបកថាបពួកតូតាពួកអីអាហ្នឹងក៏ខុសគ្នានេះដែរDVD ហ្នឹងខុសខុសគ្នាបន្តិចមកពួកតូតាយើងទាញមកក្រឃើញទេអញ្ចឹងបាទវាមាន3ល្បឿនបាទតង់ទី1គឺយឺតតង់ទី2រៀងលឿនបាទតង់ទី3រៀងបាទគឺខ្លាំងអញ្ចឹងវាមាននេះនឹងបក់មួយហ្នឹងតង់ទី1បក់មួយយល់ណាបាទតង់ទី2បាទហ្នឹងបក់រៀងបាទញាប់រៀងលឿនយល់ណានេះតង់ទី3យល់ណាខ្លាំងអញ្ចឹងទាំងអស់វាមាន3បាទ3តង់យល់ណាបាទហ្នឹងគឺជានៃផ្លិតទឹកយល់ណាកងតាហ្នឹងកងតាជាផ្លិតទឹកបាទអញ្ចឹងវាមានតែផ្លិតទឹកមកមុខទេដល់ខាងឆ្វេងដៃរបស់យើងហ្នឹងគឺមានតាំងពីស្ញោមានតាំងបើកភ្លើងមកបើមើលចុងស្ញោទៅមុខមួយតង់មកបាទហ្នឹងពេលភ្លៀងលឹមអីតិចអីចឹងយើងបើកភ្លើងមកពេលភ្លៀងបាទភ្លៀងខ្លាំងហ្នឹងយើងបើកដល់កោតមូលទៅដល់កោតភ្លើងកោតបាទហ្នឹងភ្លើងកោតបំភ្លឺផ្លូវបំភ្លឺក្នុងក្រុងក្នុងទីជុំជាន់នេះគឺចាប់ពី30ទៅបាទ35ម៉ែត្របាទរុញមុខត្រង់មកបងរុញទៅមុខត្រង់រុញចុចទៅមុខអរេអត់កុំស្ញោកុំបាទរុញទៅមុខត្រង់បាទឃើញភ្លើងខៀវហ្នឹងបាទហ្នឹងហៅថាភ្លើងខៀវហ្នឹងគឺភ្លើងហ្វាអញ្ចឹងភ្លើងហ្វាពេលយើងបើកភ្លើងហ្វាអាហ្នឹងយើងតការទម្លាក់ភ្លើងហ្វាមកកូតវិញក្នុងចម្ងាយ160ម៉ែត្រយល់ទេទម្លាក់ភ្លើងហ្វាមកវិញមកបាទបើកហ្វារុញមុខត្រង់បាទបិទហ្វាទីមកក្រោយបាទបិទកូតបិទបាទបិទអស់មកបាទដមីបាទបើកដមីមូវល់ទៅមុខបងវល់អត់ទេនឹងចុងហ្នឹងបាទវល់ចុងយ៉ាងមកនឹងភ្លើងដមីអញ្ចឹងតង់ទី1ដមីហ្នឹងគឺចាប់ពីបាទភ្លើងហៅថាភ្លើងវាស់ទីតាំងឡានរបស់យើង9ហ្នឹងភ្លើងតាមកែងហ្នឹងបាទមិនយើងបើកនៅពេលមិនទៅអាប់ព្រលឹមដីហុយខ្លាំងយើងបើកភ្លើងនឹងមកកូតហ្នឹងបើកមុនថ្ងៃលិចទេណាបាទវាភ្លើងចាប់ពី30ទៅ45ម៉ែត្ររុញមុខត្រង់មករុញទៅបងរុញបាទរុញទៅមុខរុញហ្វាបងបើកភ្លើងហ្វារុញទៅមុខត្រង់បិទហ្វាបើកភ្លើងហ្វាបិទភ្លើងហ្វាវិញបាទកាន់ឆ្កូតមកហើយញាក់ភ្លើងទាញចុងស្ញោមករកឆ្កូតវិញញាក់មកទាញប្រឡែងមកបាទញាក់ទៀតនឹងហាភ្លើងសំផ្លូវសំវាសំចែងញាក់អល់ហាបាទអាហ្នឹងពេលចង់វាចង់ចែងញាក់ភ្លើងនឹងមកយល់ណាបាទពេលសំផ្លូវគេទៅមុនញាក់ភ្លើងនឹងមកហ្នឹងយើងប្រើបានទាំងពេលយប់ទាំងពេលថ្ងៃយល់ណាបាទ AC play នេះគឺយើងអត់អាចប្រើបានទេនៅពេលយប់យើងប្រើបាននៅពេលថ្ងៃយល់ណាបាទបាទដល់នេះសិនជាយល់ណាកងតាក់សិនជាអញ្ចឹងយើងបាញ់មើលរូបមកឬមើលតាមរូបភាពនឹងទៅខ្លាំងខ្លះវាបាទអត់ប្រើថាច់ទេខ្លាំងខ្លះគឺយើងប្រើអីគេប្រើកងតាក់យល់ណាចុចឬកងតាក់បង្វល់របស់វាយល់ណាតែគាត់តែយើងចំណាំការចំណាំរបស់យើងគឺយើងចំណាំមើលតាមរូបភាពនឹងមកយល់ណាបាទដល់នេះគឺបាទយើងបិទម៉ាស៊ីនត្រជាក់យល់ណាដល់នេះយើង
បាទយើងបើកអញ្ចឹងពេលភ្លៀងពេលអីអញ្ចឹងគឺយើងអត់អាចធ្វើការបិទម៉ាស៊ីនត្រជាក់បានទេណាតែទោះត្រជាក់យ៉ាងណាក៏យើងត្រូវការបើកបាទម៉ាស៊ីនត្រជាក់ចោលដែរតែយើងបិទម៉ាស៊ីនត្រជាក់ចោលទេគឺបាទយូរទៅអាក្លិនបាទខ្លួនរបស់យើងហ្នឹងអាចនឹងផើតទៅប៉ះកញ្ចក់គឺធ្វើឲ្យកញ្ចក់ឡានយើងរបស់យើងគឺស្អាប់ហើយឃើញទេបាទទោះបាញ់ជាយាមយកខ្សែឬក៏យកទឹកកណាត់អីជូតក៏វាមិនស្មូតដែរបាទមើលតែទឹកសន្សើមឡើងស្អាប់កញ្ចក់ឡានរបស់យើងអីរបស់យើងបើកម៉ាស៊ីនត្រជាក់ទៅអាហ្នឹងវាស្មូតហើយស្មូតកញ្ចក់ហើយឬក៏យើងបើកកញ្ចក់បើកកុងតាក់កម្ដៅយល់ណាបាទបើកកុងតាក់កម្ដៅកញ្ចក់ទាំងកញ្ចក់មុខទាំងកញ្ចក់ក្រោយហ្នឹងមកបាទដល់នេះយើងអូតូពាក្យថាអូតូយើងមិនបាច់ដាក់ទេអាហ្នឹងវារត់ឆ្លរបស់វាអញ្ចឹងណាបាទអញ្ចឹងតើបាទម៉ាស៊ីនត្រជាក់យើងថយលែងសាច់ក្តៅបានវាថយអញ្ចឹងណាបាទអញ្ចឹងបើយើងចង់កាត់បន្ថយការចំណាយបាទសាំងរបស់យើងបើកឲ្យរៀងតិចទៅអញ្ចឹងណាតាមដែលយើងចង់ដាក់ទៅ1កាំឬក៏2កាំអីចឹងទៅបាទ